បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមកបញ្ជាក់ពីអង្គនៃសិក្ខាបទទាំង3បាទដែលតាក់ទងជាមួយនឹងផ្លូវកាយជាងឧទាហរណ៍ថាបើសិនជាបងប្អូនចង់ឲ្យកាយរបស់បងប្អូនល្អលុះត្រាតែបងប្អូនធ្វើនៅកុសលកម្មបត្តិ10ហ្នឹងឯងដែលតាក់ទងជាមួយនឹងផ្លូវកាយគឺមាន3ហ្នឹងឯងបងប្អូនទី1គឺមិនសម្រាប់រាល់ជីវិតទាំងឡាយអញ្ចឹងបងប្អូនសង្កេតមើលថាតើបងប្អូនដាច់ឬមួយក៏អត់ពីព្រោះថាបងប្អូនអាចសង្កេតតាមរយៈការពិចារណាអំពីអង្គនៃសិក្ខាបទមួយឧទាហរណ៍ថាទី1មិនសម្រាប់ហ្នឹងមានអង្គ5អញ្ចឹងបើសិនជាបងប្អូនសង្កេតមើលថាអត់គ្រប់អង្គទាំង5ទេអញ្ចឹងបានន័យថាមិនឈ្មោះថាដាច់ឬមិនឈ្មោះថាដាច់សិលឬមួយក៏ដាច់នៅសិក្ខាបទទេបានន័យថាបងប្អូននៅជាមនុស្សម្នាក់ដែលមានកាយល្អនៅឡើយទេបងប្អូនអញ្ចឹងទី2ក៏ដូចគ្នាធ្វើអ្វីមួយដែលតាក់ទងជាមួយនឹងទ្រព្យសម្បត្តិឬមួយក៏ប៉ះពាល់ទៅលុយកាក់អីជាដើមហ្នឹងបងប្អូនចូលសង្កេតមើលនៅក្នុងអង្គទាំង4អង្គទាំង5ហ្នឹងបងប្អូនចូលសង្កេតមើលក្នុងអង្គទាំង5ហ្នឹងថាតើបងប្អូនហ្នឹងធ្វើឲ្យគ្រប់អង្គទាំង5ហ្នឹងហើយឬនៅឬមួយក៏អត់គ្រប់ទេបើសិនជាអត់គ្រប់ទេបានន័យថាបងប្អូនមិនទាន់បានដាច់នៅសិក្ខាបទទី2ឬមួយក៏កម្មបទទី2ហ្នឹងឡើយទី3ក៏ដូចគ្នាឧទាហរណ៍ថាបើសិនជាបងប្អូនធ្វើមិនទាន់គ្រប់នៃអង្គទាំងអស់នោះទេបានន័យថាបងប្អូនមិនបានដាច់នៅសិក្ខាបទឬមួយក៏សិលនោះឡើយអញ្ចឹងបានន័យថាបើសិនជាក្នុងរយៈពេលនៃការរស់នៅរបស់បងប្អូនចាប់ពីបើកភ្នែករហូតដល់បងប្អូនសម្រានទៅវិញបើសិនជាបងប្អូនសង្កេតពិនិត្យថាបងប្អូនមិនបានធ្វើឲ្យគ្រប់អង្គណានីមួយទាំង3នៃកាយកម្មបត្តិហ្នឹងឬមួយក៏ទាំង3នៃកាយកម្មនឹងទេឈ្មោះថាបងប្អូនបានធ្វើនៅកុសលកម្មបត្តិតាមទ្វាកាយហើយបងប្អូនបាទ